Ok, số đây mà mọi người sẽ cùng kênh channel Lụi Riền. Ok, những Lụi Riền được không nhé? Ok. Chắc bác bốn mà thằng mấy cũng đi subscribe kênh của bác này. Check lại video của bác. Ok. Chắc giờ mơ dương một sắc xa anh cùng với dương vật đó. Nghe nói dương tập ca sắc xa từ lời anh cùng cá nên là anh cùng cho. Ok. Chắc giờ mơ đi dùng ở đây bây giờ. Chắc người ta khi mình anh cùng ái còn nói bị đế thì em người ta đang cầm nọt đế từ đó từ lại e. Ok, tới đấy. Chúng ta vừa khi mình cầm nọt từ lại đang cầm nọt về đế chẳng dìaកំណត់នៅក្នុងសំណុំចំនួន a ដែល x ជាធាតុមួយរបស់ a ហ្នឹងកំណត់បានតម្លៃ y ស្មើគេគឺរូបភាពនៃ n x អូខេគេថា a នេះគឺជារូបភាពនៃសំណុំតម្លៃ x ឆ្លងកាត់តាមរយៈគេគឺ y គឺស្មើ n x នេះអូខេចឹងយើងមើលទ្រឹស្ដីអូខេគេថា s កើនលើដែនកំណត់វា ចំពោះគ្រប់តម្លៃ x1 x2 របស់ដែនកំណត់ d ដែល x1 ទៅជា x2 យើងទីបានគេយើងទីបាន n(x1) ទៅជា n(x2) មានថាបើ x1 ទៅជា x2 នោះយើងបានគេគឺ n(x1) ក៏ទៅជា n(x2) ដែរអញ្ចឹងទៀតគេថា s ចុះនៅលើ d តែចុះនៅលើដែនកំណត់របស់វាអញ្ចឹងបើសិនជាណាជាគ្រប់តម្លៃ x1 និង x2 ស្ថិតនៅក្នុងដែនកំណត់របស់វាគឺ d នេះឯងអញ្ចឹងគេមាន x1 ទៅជា x2 នោះទាញបាន n(x1) ធំជាង n(x2) គឺខុសគ្នាចឹងនេះករណីវាកើនករណី x1 ទៅជា x2 យើងទីបាន n(x1) ក៏ទៅជា n(x2) ដែរតែបើក្នុងលក្ខណៈ x1 ទៅជា x2 នោះយើងទីបានគេគឺ n(x1) បើច្រាវិញគឺវាធំជាង n(x2) តោះណាអូខេចឹងយើងមើលបើសិនជាយើងសិក្សាទៅលើផុសធៀបរបស់វាអូខេចឹងយើងមើលទ្រឹស្ដីផុសធៀបកំណត់វាចឹងយើងមើល data x data x គឺគេកំណត់ដោយជាកំណត់អថេរហើយ data y គឺជាកំណត់អនុគមអូខេព្រោះអីគឺ y ជាអនុគមនេះអញ្ចឹងវា y គឺអាស្រ័យទៅលើ x ទៅណាអញ្ចឹងវាជាអនុគមហើយ x គឺជាអថេរអញ្ចឹង data x គឺជាកំណើនបំរែបំរួលទៅណាអូខេអញ្ចឹងយើងគេថាកាលណា s កើនកាលណាគេគឺ data y ទៅលើ data x គឺធំជាង0មានថាកំណើនអនុគមនៅលើកំណើនអថេរគឺធំជាង0ហើយ s យើងចុះកាលណាកំណើនអនុគមនៅលើកំណើនអថេរគឺដូចជា0បើគិតទៅគឺវាអត់មានខុសគ្នាទេអញ្ចឹងយើងមើលកាលណា s កើន data y អញ្ចឹង data វាថាមុខដកក្រោយទេអូខេអញ្ចឹងបើយើងទៅមុខដកក្រោយទៅដល់នេះយើងអញ្ចឹងយើងណាដកណាធៀបនឹងណាដល់ណាអញ្ចឹងយើងមើលបើសិនជាnx1 ទៅជា nx2 អញ្ចឹងយកមួយណាដកមួយណាមកអញ្ចឹងយកnx1 ដក nx2 អញ្ចឹងវាបានទៅជា0ទេអញ្ចឹងយក nx1 ដក nx2 អញ្ចឹងអានេះវាទៅជាទៅជា0ទេទៅអញ្ចឹងយើងចែកឲ្យគេយើងចែកឲ្យ x1 ដក x2 ដែរទេ x1 ដក x2 ទៅជា0ដែរអញ្ចឹងទៅជា0ចែកទៅជា0វាទៅជាធំជា0អញ្ចឹងធំជា0ណាអញ្ចឹងវាទៅជាអនុគមកើនតោះអូខេអញ្ចឹងយើងមើល s ចុះដូចគ្នាដែរយើងធ្វើ positive យើងធៀបជាមួយអនុគមមកយើងធ្វើដូច positive វិញយើងមើល nx1 ដក nx2 ធំជា0ប៉ុន្តែ x1 ដក x2 ទៅជា0អញ្ចឹងធំជា0ចែកទៅជា0វិជ្ជមានចែកអវិជ្ជមានទៅជាអវិជ្ជមានទៅជា0ទៅណាអូខេអញ្ចឹងវាយើងមើលទ្រឹស្ដី derivative វាកើនតាមបែប derivative ទីមួយទ្រឹស្ដីផលធៀបបែបកំណើនមួយទៀតគឺទ្រឹស្ដី derivative អញ្ចឹងកាលណា s កើន derivative គឺនិយាយថាកាលណា s' នៃ x វាគឺធំជា0ហើយ s ជាអនុគមចុះកាលណា s' នៃ x វាទៅជា0អូខេអញ្ចឹងយើងមើលក្រាបអនុគមវាយើងមើលក្រាបនៃអនុគមកើនអនុគមចុះខុសគ្នាអញ្ចឹងវាថានេះកាលណា x វាកាន់តែធំឃើញនេះខាងនេះគឺខាងតូចអញ្ចឹងវារត់មកតម្លៃ x កាន់តែរត់មកខាងធំអញ្ចឹងអនុគម s កាន់តែកើនដែរឃើញទេជួយមើលខាងនេះកាលណា s វាកាន់តែធំx រត់ទៅរកតម្លៃកាន់តែធំ s ទៅជាតូចទៅមានថាវាកាន់តែថយតម្លៃអញ្ចឹងវាជាអនុគមចុះតោះណាអូខេចឹងអស់យល់ណាអូខេអញ្ចឹងយើងមើលមួយទៀតយើងមើលទៅលើអនុគមច្រាស់អូខេចឹងយើងមើលអនុគមច្រាស់ចឹងគេថាគេមានអនុគម d s កំណត់ពី d ទៅ a x កំណត់បាន y តាមរូបភាព y គឺស្មើ nx តើណាអូខេគឺថាប្រសិនបើ s ជា monotone ហើយ s កំណត់ពី d ទៅ d មានថាបើទៅ monotone មានថាបើវាកើនរហូតចុះរហូតណាអូខេវាអត់ទឹកកលើកឡើងចុះឡើងចុះតើណាអូខេ
chẳng giờ mơ bớt lần chỉ ái chia monotone người ta bảo cán hốt và cho lột đấy hỏi ái công lập bị đàn mặt thế tới ai nhận đề ok biết là mình công lập bị đế tới ai nhận đề ấy đếนี่คือได้กันหมดวิทย์tới ai nhận đề chẳng ai đế cứ chia rụp hiệp người ta dùng chữ nốt đề mà mắn như thì màដូច air របស់ខ្ញុំ air អញ្ចឹង air ហ្នឹងវាទៅជា AND មានថាតែសំណុំ D ហ្នឹងវាផ្ដល់រូបភាពឲ្យទៅជា AND ទៅណាតែ x របស់យើងគឺស្មើគេនេះ x ធាតុមួយរបស់ D ហ្នឹងគឺទាញបាន y ស្មើគេគឺ nx មានថា y ហ្នឹងកំណត់តាមរយៈអីគេគឺរូបភាព nx មានថាជាអនុគម x ទៅណានោះចំបានអនុគមច្រាស់គឺអីគេគឺ n ដក1អនុគមច្រាស់អនុគម a ហ្នឹងគឺកំណត់ពី n D ទៅ D វិញទៅណាអានេះគឺដែលកំណត់បាយគឺពី D ទៅ AND នៅពេលអនុគមចាស់វាកំណត់ពីគឺ AND ទៅ D ហើយវាវិចារគ្នាវិញដែលកំណត់ y ស្មើ x ស្មើ s ដក1នៃ y អូខេចឹងនេះប្រយ័ត្នមែនតើមើលមែនតើอย่าច្រឡំគ្នាអូខេចឹងយើងមើលជាទូទៅដើម្បីងាយស្រួលការសង្ក្រាបអនុគមច្រាស់គេសិក្សាតើគេចឹងយើងមើលបើសិនជាគេឲ្យ nx s ដែលកំណត់ពី x ទៅ y ស្មើ nx ទៅនេះអូខេទូយើងបានគេគឺ s ដក1គឺ y ស្មើ x ស្មើ s ដក1នៃ y ឬក៏គេបដកអថេទៅនេះអថេគឺ s ដក1 x ដែល y គឺស្មើ s ដក1នៃ x អូខេចឹងយើងមើលរបៀបកំណត់របស់វាចឹងយើងមើលឧទាហរណ៍គេមកចឹងគេឲ្យ a របស់យើងគឺកំណត់ពី a ទៅ a ទៅនេះចឹងយើងមើលដែល a ទៅ a កំណត់ពី a ទៅ a x ដែល y របស់យើងស្មើនឹងគុំ nx គឺស្មើពាក្យយក1គេឲ្យយើងករណី n ដក1ចឹងយើងមើល y របស់យើងស្មើគេឲ្យមកគឺស្មើ 2x បូក1កំណត់គ្រប់ x របស់ a ចឹងឲ្យកើនជានិច្ចលើ a កើនយើងឃើញតម្លៃវាកើនគេថាហ្នឹង monotone បើកើនរហូតបញ្ចុះរហូតមិនទៅលើទេអញ្ចឹងយើងមើល a ពាក្យយក1វាជាអនុគមកើនដែរអញ្ចឹងវា monotone ចឹងគេថា s ជា monotone លើ a ដល់ s មានអនុគមច្រាស់គឺរៀបរយនេះគឺចាប់ពីនេះអូខេចឹងមើលគេឲ្យមកគឺ nx គឺ x កំណត់ដោយ y ស្មើ 2x បូក1អូខេចឹងយើងមើល s ដក1គឺកំណត់គេ s ដក1គឺ y ទៅ x ស្មើ y ដក2អញ្ចឹងគេគណនាតាមណាតោះណាអញ្ចឹងគេគណនាតាមណាអញ្ចឹងយើងបំលែង x ទៅ y ហើយ y ទៅជា x គេបានអីគេនេះគឺ s ដក1កំណត់ពី a ទៅ a x ដែល y ស្មើ s ដក1 x ស្មើ x ដក1អូខេដើម្បីគណនាវាបានគឺយើងទៅគេរបៀបគណនាទីមួយគឺយើងបំលែង x ទៅ y ហើយ y ទៅ x ទៅនេះតោះយើងជ្រុះគេអញ្ចឹងនេះគឺ y វាស្មើគេ 2x បូក1ចឹងយើងទីបានគេយើងជ្រុះ x ដល់ y អញ្ចឹង y នេះទៅជាគេគឺ x ស្មើ2ដង y បូក1ហើយយើងចង់រកគឺ y នេះទេអញ្ចឹងទីដល់មក y នេះស្មើគេស្មើ x ត1ចែក2អូខេតោះនេះចឹងយើងបានគេអញ្ចឹងយើងបាន y គឺស្មើ s ដក1ហើយគឺស្មើ x ដក1លើ2អូខេដូចអូខេតោះណាអូខេតោះនេះចឹងសង្គមថាអ្នករៀលហើយយកនេះគឺជាខ្សែកោវាអូខេចឹងអានគុំច្រាស់ក៏មានខ្សែកោរបស់វាដែរចឹងយើងមើលគេថាបើ m ជាមីក្រូន x នៅលើខ្សែកោ cs នោះគេបានគេ m' y x នៅលើ c ដក1នេះថាក្រាបអ្នកគុំច្រាស់នេះដូចនេះ m ក្រូន x និង m' ក្រូន y x ឆ្លុះគ្នាធៀបនឹងកន្លះបន្ទាត់ពុះទី1នៃប្រព័ន្ធតម្រុយអូតូណូមីហើយនេះ cs និង c' ក៏ឆ្លុះគ្នាធៀបនឹងកន្លះបន្ទាត់ពុះទី1ថាក៏កន្លះបន្ទាត់ពុះទី1គឺបន្ទាត់ដែលកាត់តាមគូលអូx o y ហើយចែកហ្នឹងគឺជា2នេះមុំនេះគឺមុំ45តែគេចឹងនិយាយជារួមទៅគឺបន្ទាត់ y ស្មើ x ហ្នឹងឯងចឹងវាស្មើគ្នាហ្នឹងគឺហៅកន្លះបន្ទាត់ពុំទី1ចឹងកន្លះបន្ទាត់មាន2
y ស្មើ x ហើយនឹង y ស្មើដល់ x អានេះគឺទី2គឺវាបញ្ច្រាស់តាមនេះវិញតើអូខេគឺច្រាស់ចែកនេះគឺនេះកែងនេះវិញអូខេអញ្ចឹងខ្លួនអ្នកទាំងអស់គ្នាយល់អូខេទាំងអស់នេះអញ្ចឹងយើងបញ្ចប់ទៅនេះជួបគ្នាវីដេអូបន្តទៀតហើយបាយបាយ